Cristiano Ronaldo គឺជាឈ្មោះដែលអ្នកគាំទ្របាល់ទាត់ទូទាំងពិភពលោកស្គាល់យ៉ាងច្បាស់ចាប់តាំងពីចាប់ផ្ដើមអាជីពនៅ Sporting CB រហូតដល់ Manchester United, Real Madrid, Juventus និង Al Nassr គាត់បានបង្កើតកំណត់ត្រាជាច្រើនដែលពិបាកឲ្យកីឡាករណាម្នាក់បំបែកបានឥឡូវឆ្នាំនេះ2026 Ronaldo មានអាយុ41ឆ្នាំហើយសំណួរដែលអ្នកគាំទ្រជាច្រើនកំពុងសួរតើគាត់នៅតែជាស្ដេចបាល់ទាត់ដែរឬទេបើទោះបីជាអាយុកើនឡើងក៏ដោយ Ronaldo នៅតែបង្ហាញថាគាត់ជាម៉ាស៊ីនរករកបាល់ដ៏អស្ចារ្យក្នុងរដូវកាលឆ្នាំ2025-26គាត់បានជួយ Al Nassr ឈ្នះពានលីក Saudi Pro League ហើយក្លាយជាអ្នកសុទ្ធបញ្ចូលទីសំខាន់បំផុតរបស់ក្រុមអ្វីដែលធ្វើឲ្យ Ronaldo ខុសពីកីឡាករជាច្រើនគឺវិន័យទោះជាអាយុ41ឆ្នាំក៏ដោយគាត់នៅតែហ្វឹកហាត់យ៉ាងសកម្មថែរក្សារាងកាយនិងអាហារូបត្ថម្ភយ៉ាងហ្មត់ចត់វាជាមូលហេតុដែលគាត់នៅតែអាចប្រកួតនៅកម្រិតខ្ពស់បានគណៈកីឡាករជាច្រើននៅអាយុនេះបានចូលនិវត្តន៍រួចអស់ហើយ The World Cup 2026 Ronaldo បានដឹកនាំក្រុមជម្រើសជាតិបរិយាលម្ដងទៀតទោះជាមិនអាចឈ្នះពាន World Cup តែគាត់បានបង្ហាញពីភាពដាជាអ្នកដឹកនាំនិងបទពិសោធន៍ដ៏អស្ចារ្យសម្រាប់ក្រុម Ronaldo បច្ចុប្បន្នកំពុងសម្រាកបន្ទាប់ពី World Cup 2026 ហើយ Al Nassr ក៏បានផ្ដល់ពេលវេលាបន្ថែមឲ្យគាត់មុនពេលគាត់ត្រឡប់មករដូវកាលថ្មីមនុស្សជាច្រើនក៏កំពុងនិយាយអំពីគោលដៅដ៏ធំបន្ទាប់របស់គាត់គឺការឈានដល់ 1000 គ្រាប់ក្នុងអាជីពបាល់ទាត់ Ronaldo បានខិតជិតកំណត់ត្រានេះជាងពេលណាទាំងអស់ហើយវាអាចក្លាយជាសមិទ្ធផលដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ប៉ុន្តែបើនិយាយពីការក្លាយជាស្ដេចបាល់ទាត់វាមិនមែនស្ថិតនៅលើចំនួនគ្រាប់បាល់តែមួយមុខទេ Ronaldo បានឈ្នះពានធំៗជាច្រើនរួមមាន Champions League, Euro និងពានជាច្រើនជាមួយក្លឹបផ្សេងៗគាត់ត្រូវបានចាត់ទុកជាកីឡាករល្អបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្របាល់ទាត់ពីការពិតណាស់កីឡាករវ័យក្មេងដូចជា Lamine Yamal, Bellingham, Erling Haaland និង Kylian Mbappe កំពុងឡើងមកជំនួសជំនាន់ចាស់ប៉ុន្តែឈ្មោះ Cristiano Ronaldo នៅតែមានឥទ្ធិពលយ៉ាងខ្លាំងលើពិភពបាល់ទាត់ដូចនេះចម្លើយអាចជា Ronaldo ក៏ហាក់ជាមិនមែនជាកីឡាករល្អបំផុតនៅលើទីលានដូចកាលពី10ឆ្នាំមុននោះទៀតទេប៉ុន្តែគាត់នៅតែជានិមិត្តរូបនិងជារឿងព្រេងរស់របស់បាល់ទាត់ពិភពលោកហើយសម្រាប់អ្នកវិញតើ Ronaldo នៅតែជា God ស្ដេចបាល់ទាត់នៅអាយុ41ឆ្នាំដែរឬទេសូមបញ្ចេញមតិរបស់អ្នកនៅខាងក្រោម